សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខាងថបតិចមានវីដេអូពន្លឺមួយដែលនិយាយអំពីរបៀបនៃការឆែកមើល wireless password security key នៅក្នុងកុំព្យូទ័ររបស់យើងបងប្អូនមួយចំនួនប្រហែលជាពិបាកក្នុងការមើល wireless security key របស់យើងនៅពេលដែលយើង connect ទៅអ៊ីនធឺណិតបានន័យថាយើង connect កុំព្យូទ័ររបស់យើងជាមួយនឹង Wi-Fi ដូចជាជាក់ស្ដែងពេលនេះខ្ញុំកំពុងតែ connect ជាមួយនឹង Wi-Fi network នេះខាងក្រោមនេះមានឈ្មោះថា CCHIU ដើម្បីមើលថា key ដែលយើងបានវាយដំបូង connect យ៉ាងណាសូមបងប្អូនចូលមកកាន់ Wi-Fi ហើយ right click ហើយឃើញយកពាក្យ Open Network and Sharing Center នៅត្រង់កន្លែងនេះបងប្អូនអាចជ្រើសរើសយកពាក្យ Change Adapter Setting ក្នុងប្រអប់នេះ Network Connection វាមានច្រើនវាមាន Ethernet ន័យថាយើងអាច connect ទៅតាមរយៈខ្សែហើយ Smartphone 3G នេះតែខ្ញុំពីមុនខ្ញុំប្រើ network ប្រើ modem smartphone នេះតាមរយៈ connect តាមរយៈ Bluetooth ហើយនេះគឺដែលយើងកំពុង connect នឹងឯងគឺ Wi-Fi ដែលមានឈ្មោះថា CCHIU នេះអញ្ចឹងវាចេញសញ្ញាពណ៌នេះខុសពីគេហើយយើង right click លើពាក្យ Wi-Fi ហ្នឹងមកហើយចុចយកពាក្យ status តមកទៀតយើងយកពាក្យថា wireless properties ចុចលើពាក្យ wireless property មកនឹងមានសូទាំងមួយទៀតហើយយើងចុចយក security នេះគឺជា wireless key របស់យើងតែយើងមិនអាចមើលដឹងទេយើងអាចចុចសូ character ដើម្បីបង្ហាញនៅ password នេះគឺជា password key របស់យើងដែលយើងបាន connect ពីដំបូងមកនៅយើង connect Wi-Fi របស់យើងដំបូងវានឹងនៅត្រង់នេះសូមសាកបងទាំងអស់គ្នាអរគុណច្រើន